ไทยโอนี่คือ3 กิโลด้านนี้3 จอบ3 โซนใส่ประมูลยืนดับ2 กิโลกำลังกระชอบนี่2 กิโลจะยืนดับយើងក៏លេខមកមើលត្រួយស្វាយរបស់យើងនៅត្រូវបាញ់បញ្ចេញនេះវិញបាទត្រួយប្រភេទនេះគឺយើងគិតថាវាល្មមនឹងទាញហើយត្រួយវាអាយុហើយពីទូទៅឃើញថាវាចេញមកស្លឹកខៀវស្ងាត់អស់ហើយហត់ហើបត្រួយនេះបាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសពុកម៉ែបងប្អូនដែលធ្វើស្វាយខុសដីបាទថ្ងៃនេះខ្ញុំពិលមករកវីដេអូបាទថ្មីហើយមួយឆ្នាំយើងជួបគ្នាតែម្ដងទេបាទជួបគ្នាតែម្ដងទេក្នុងរយៈពេលមួយឆ្នាំនេះគឺជាការធ្វើស្វាយខុសដីហើយដល់ពេលវេលាដែលយើងត្រូវបាញ់ទាញបាទទាញផ្កាហើយជើងទី1អញ្ចឹងបងប្អូនមិនជើងផ្កាជើងទី1ក៏មិនខុសពីតដងដែរប៉ុន្តែដោយសារខ្ញុំចង់បង្ហាញបងប្អូនដដែលបងប្អូនដែលគាត់បទពិសោធន៍ថ្មីគាត់មកមើលវីដេអូដែលខ្ញុំបង្ហាញនេះបាទហើយសម្រាប់ផ្កាស្វាយដែលយើងត្រូវបញ្ចេញនេះដែរគឺអាយុវាបានរយៈពេល40 ថ្ងៃជាងជិត50 ថ្ងៃបន្ទាប់ពីយើងបាញ់យើងដាក់អមហូនមកណាបាទអញ្ចឹងសូមបងប្អូនទស្សនាការលេបថ្នាំបាទហើយនឹងការបាញ់ថ្នាំបញ្ចេញផ្កាជើងទី1នៅក្នុងឆ្នាំ2026នេះបាទអញ្ចឹងទស្សនាជាមួយខ្ញុំចង់ដឹងថាតើខ្ញុំប្រើថ្នាំអ្វីសារធាតុអ្វីបាទមានរូបមន្តអ្វីដែលបីចែកចម្លែកដល់បងប្អូនកសិករវគ្គ1បាញ់ជើងទី1ไทยโอนี่คือ3 กิโลด้านนี้3 จอบទៀតនេះតាមទៀត3 046យើងដាក់2 គីឡូក្នុងកញ្ចប់នេះ2 គីឡូទៅយើងដាក់ក្នុងកញ្ចប់3 046cònយើងមានចេះដែរមានតែពីរូបមន្តដែលសំខាន់ថៃអូ3 គីឡូបាញ់ជើងទី1ចេញផ្កាស្វាយណាបាញ់ចេញផ្កាស្វាយជើងទី1ថៃអូ3 គីឡូ346 2 គីឡូបាទតែប៉ុណ្ណឹងទេរូបមន្តដែលសំខាន់ហើយយើងលាយជាមានថ្នាំជំងឺតិចទៅថ្នាំកើតិចទៅអញ្ចឹងវាសូវមានតែពុននេះអញ្ចឹងរូបមន្តពីនេះសំខាន់យើងគឺមានតែ2នេះទេដល់ពេលសំខាន់ហើយជើងទី1ណាដល់2000នេះយើងក៏លេខមកមើលត្រួយស្វាយរបស់យើងដែលត្រូវបាញ់បញ្ចេញនេះវិញបាទត្រួយប្រភេទនេះគឺយើងគិតថាវាល្មមនឹងទាញហើយត្រួយវាអាយុចូល40 ថ្ងៃជាងបាទត្រួយ40 ថ្ងៃជាងគឺបែបហ្នឹងហើយពីទូទៅឃើញថាវាចេញមកស្លឹកខៀវស្ងាត់អស់ហើយអត់មានហើបមកត្រួយខ្ចីអីទេបាទវាដាក់ត្រួយមកល្អណាដាក់ស្លឹកមកល្អអញ្ចឹងអ្នកការនេះយើងអត់មានលើកច្រើនទេបងប្អូនគឺយើងមានតែបាញ់បញ្ចេញផ្កាតែម្ដងចាំមើលតាមឡានទាំងអស់គ្នាបងប្អូនតើវាទៅជាយ៉ាងណាការផលិតត្រួយរបស់យើងក៏យើងផលិតបានល្អដែរស្លឹកខ្ចីបែបនេះចាំមើលបងប្អូនយើងចាំតាមដានទាំងអស់គ្នាណារូបមន្តនេះគឺយើងធ្លាប់ប្រើរាល់ឆ្នាំហើយគឺឃើញលទ្ធផលប៉ុន្តែខុសតែយើងឆ្នាំនេះយើងដូរផ្សារក្រុមហ៊ុនចឹងទៅជាយ៉ាងណាក្រុមហ៊ុនថ្មីយើងធ្លាប់ប្រើទេក្រុមហ៊ុន Forward
hay dùm đập bọn muốn thì dương chạ nó cứ dương chạ cầm hồn rầy chiều rồi đá dương tạm ở sạc đập vào phía tích miền cà phê pro rồi bay on như chẳng đắng á nè chỉ là bây giờ on toàn cà phê pro thì đây là nè sau này giờ cho bay rồi đam chiêng bay ra sập đam cho mình pi thùng pi sten pi pon lít cho mình cướp bón pon lít bây giờ còn là prat pi biệp là biệpในการเลี้ยงนะหรือก็รูปมนในการบังไปเชิงตรวยการสายนะบังไปเชิงการสายแบบมวยแบบตะโบงครับตรวยเนี่ยบ้านจีจงกรายก็สมกุลดอลมองโอนวิธีการสกอร์ได้ตามด้านในวิดีโอการบัญชีหรือก็บัญชีการสายแบบมวยbạn hãy xong một chui subscribe channel bạn hãy share tục được cái share tục mơ phong hãy mình chụp like phát hạt ấy xong chui bắt thèm comment càng cáo mà con và đại sản ấyคือchỉ tụi mình lọc nằm phơi chỉ riêng rồi chán hãy đặt phò lênตัวbánคือรอประสานvà con tụi mình liền chúc nên là video cao